ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំនឹងមកបង្ហាញអំពីរបៀបធ្វើឆាមាន់ញ៉ាំងៅឲ្យមានរសជាតិឆ្ងាញ់តែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងនាងខ្ញុំយកមាន់ស្រែមកបំពងជាមុនសិនចាចំពោះមាន់គឺនាងខ្ញុំបានកាប់វាជាដុំតូចៗល្មមហើយរួចហើយនាងខ្ញុំយកវាមកបំពងចាចំពោះបងប្អូនមួយចំនួនរបៀបធ្វើរបស់គាត់អាចនឹងមិនបានបំពងដូចនាងខ្ញុំអញ្ចឹងទេក៏ដាក់មាន់ស្រស់ៗតែម្ដងតែនាងខ្ញុំគឺបំពងដោយសារចង់ឲ្យសាច់មាន់ហ្នឹងវារាងក្រៀមបន្តិចទៅគឺវាឆ្ងាញ់ចាំបន្តពីខ្ញុំបំពងមាន់ឆ្អិនហើយឥឡូវនេះខ្ញុំដួសវាទុកមុនលើសិនចំណែកនេះគឺជាគ្រឿងផ្សំផ្សេងទៀតឬហើយនឹងខ្ញុំបានចាក់ប្រេងឆាចូលបន្ទាប់មកនេះខ្ញុំយកខ្ទឹមសម្ទេសគល់ខ្ទឹមហើយនឹងស្លឹកក្រូចសើចយកមកបំពងវាឈ្ងុយជាមុនសិនចាំបន្តពីបំពងឈ្ងុយហើយនេះខ្ញុំបន្តដាក់នៅប្រេងម្ទេសចាចំពោះប្រេងម្ទេសនេះដែរគឺនេះខ្ញុំដាក់ដើម្បីឲ្យមានពណ៌ល្អគួរឲ្យចង់ញ៉ាំហើយបងប្អូនណាដែលមិនមានក៏មិនបាច់ដាក់ក៏បានដែរបន្ទាប់មកនេះខ្ញុំបានដាក់ក្រូចងំងៅចាចំពោះក្រូចងំងៅបងប្អូនត្រូវភ្លក់ជាមុនសិនបើសិនជាវាប្រៃខ្លាំងបងប្អូនកុំដាក់ច្រើនពេកតោះមកខ្ញុំផ្សំគ្រឿងដោយដាក់ស្ករប៊ីចេងហើយនឹងរ៉ូឌីហើយក៏មានប្រេងខ្យងហើយយើងឆាគ្រឿងទាំងអស់ហ្នឹងឲ្យវារលាយសព្វចូលគ្នាជាមុនសិនទៅហើយនេះខ្ញុំចាប់ដើមដាក់សាច់មាន់ដែលបានបំពងមុននឹងចូលរួចយើងឆាវាឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវាចូលជាមួយនឹងសាច់មាន់របស់យើងសិនមកតមកទៀតគឺនេះខ្ញុំបានបន្ថែមនៅស្លឹកខ្ទឹមហើយនឹងម្ទេសទុំតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនឆាមាន់ងំងើថ្ងៃនេះគឺឃើញថាដំណំមែនទេបងប្អូនអញ្ចឹងយើងអាចយកមកទទួលទានបានហើយចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ទៅត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា